សម្រាប់ខ្ញុំវិញគឺពិបាកពួកឯងខ្ញុំតាំងពីវគ្គ physical ខ្ញុំអត់ដែរសែងនិយាយមួយគាត់ទេដៃគូខ្ញុំហ្នឹងហើយដល់ពេល style rap យើងពីច្រើនយើងនិយាយពីជីវិតច្រើនហ្នឹងហើយបងដល់ពេលយើងប៉ះដល់វគ្គ distract ចឹងទៅយើងត្រូវស្រាវជ្រាវពីគាត់ចាក់ឲ្យចំហើយនិយាយតាមត្រង់ទៅពេលប្រូដែលខ្ញុំ dis ទៅគាត់ហ្នឹងអត់ទេដឹងមកពីណាយើងយកជាឈ្មោះគាត់យកមកជា funny ឬក៏ body គាត់អីចឹងយើងនេះចឹងវិញពេលគាត់ dis ខ្ញុំកាច់អាពាក្យដែលគាត់ dis ខ្ញុំយកទៅចាក់គាត់វិញពួកអីធម្មតាការភ្លាមពិបាកហ្នឹងហើយបងខ្ញុំនិយាយត្រង់ dis ហ្នឹងខ្ញុំពិបាកធ្វើទៅជាទៅដាក់គាត់ដល់ពេល reply ខ្ញុំមានទំនុកចិត្តធ្វើទៅគាត់វិញពួកអីដែលគាត់ថាខ្ញុំវាមានចំណុចនៅហ្នឹងមានគាត់ដែរអញ្ចឹងខ្ញុំចាប់ផ្ដើមកាច់អាហ្នឹងចាក់គាត់វិញតែខ្ញុំជឿថាអាចត្រៀមខ្លះឲ្យថាគាត់យើងសម័យថាគាត់អាចយករឿងអីមកនិយាយពីយើងខ្លះហើយយើងរៀប counter ទៅគាត់វិញច្រើនដែរអាចមានត្រៀមមុនច្រើនទេពេលដែលយើងឡើងទៅនិយាយតាមត្រង់ទៅខ្ញុំដឹងហើយថាបេក្ខជនណាក៏គិតថាខ្ញុំទៀបអញ្ចឹងអាហ្នឹងជាអត់ផុតទេហើយមួយវិញទៀតរាល់ដែលខ្ញុំយំនៅលើឆាកមិនជាការយំឈឺចាប់ទេតែវាជាការយំដោយក្តីរំភើបអញ្ចឹងគេអាចយកអាហ្នឹងយកមកវាយយើងតែគេអត់គិតថានឹងជាការខិតខំប្រឹងប្រែងរបស់យើងរំភើបចិត្តណាគេគិតថាអាហ្នឹងជាយើងធ្វើដូចឲ្យគេអាណិតវិញហើយបែរជាគិតថាអាហ្នឹងយើងយំយកតួថាគិតខ្លួនឯងដូចជាតួតែទាំងពិតយើងរំភើបយើងមិនដែលស្មានយើងមកដល់ហ្នឹងបងយើងអត់មានអីសោះពីដៃទៅទេសត្វសាតហ្មងអាហ្នឹងយើងពិតប្រកបណាមិនមែនជាការសម្ដែងចឹងយើងអាចរៀបឲ្យ reply ទៅវិញអស់ហើយធ្លាក់ជាប់ខ្ញុំយំទាំងអស់ធ្វើម៉េចមនុស្សយើង emotional បាទយើងរបៀបថាយើងដាក់អារម្មណ៍ទៅលើអ្វីដែលយើងធ្វើខ្លាំងអានេះបាទអាចនិយាយបានថាវាជា passion ណាអញ្ចឹងពេលដែលយើងជោគជ័យអីមួយវាទោះជាទូចខ្លាំងមែនតើក៏ដោយក៏វារបៀបថាជាការជោគជ័យធំមួយរបស់យើងខ្ញុំនិយាយត្រង់យើងពិបាកយើងអត់នឹកស្មានថាយើងមកដល់ចំណុចហ្នឹងអញ្ចឹងយើងរំភើបខ្លាំងហៅអីផ្ទុំគ្មានមកដល់វគ្គនេះគឺជ្រៅដែរនៅក្នុងកម្មវិធីបាទអញ្ចឹងមិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទេឥឡូវយើងសល់តែប្រហែល 4-10 នាក់ពិបាកឧបករណ៍ក៏អត់មានសម្ភារៈថវិកាអីក៏ខ្វះខាតហើយយើងតស៊ូមួយបេក្ខជនតាំងពីដើមវគ្គមកIt's not easy It's not easy man យើងអញ្ចឹងពីមុនមកគឺយើងអត់ដែលមានឧបករណ៍អីប្រើពេញលេញទេអត់មានទេបងនេះកាលវគ្គ2ខ្ញុំប៉ះមួយគ្រីស៊ីជាក្រុមហ្នឹងបានគាត់ជួយធ្វើជាតារាផ្ញើឲ្យខូចឲ្យខាងកម្មវិធីទេយើងថត record ទូរស័ព្ទធម្មតាហើយខ្ញុំមានទូរស័ព្ទតែមួយដល់ពេលបងខ្ញុំចេញពីធ្វើការមកបាទខ្ញុំយកទូរស័ព្ទគាត់យកមកដាក់ beat ហ្នឹងហើយយើង record ធម្មតាហើយផ្ញើឲ្យគាត់កាត់ចុះមួយ play beat មួយសំឡេងវ៉ាវកាត់ចេញដែរកាត់ចេញខ្ញុំសរសើរគាត់ហើយខ្ញុំក៏ចង់អរគុណដែរគាត់ដែរដល់វគ្គ2ហ្នឹងបងព្រោះអីដូចវគ្គក្រោយៗទៀតខ្ញុំត្រូវធ្វើនេះខ្ញុំត្រូវស្វាស្វែងខ្លាំងតែគាត់នៅតែជួយធ្វើអា demo ហ្នឹងឲ្យខ្ញុំចង់អរគុណគាត់ដែរwow okay shout out to Crazy man តែអាហ្នឹងវាជារឿងមួយតែមួយទៀតពេលដែលយើងឡើងមកពេលដែលយើងអត់ដែរប្រើ equipment ខ្ញុំជឿថាពេលដែលយើងឡើងមក equipment professional ជា mic ជាអីខ្ញុំគិតថាវាជាពិបាកនៅក្នុងការ control សលេងយើង record ដែរហើយពេលយើង punch in ម្លាញ់គឺវាអាចមានការលំបាកខ្លះដែរមានការលំបាកសម្រាប់យើងហ៎ពិបាកបងពួកអីយើង record ផ្ទាល់សលេងយើងពីទូរស័ព្ទតែយើងអត់មានអីជាឧបករណ៍ជំនួយស្រាប់តែពេលយើងមក perform អញ្ចឹងយើងត្រូវការតែយើង control mic អត់បានល្អសលេងយើងវាពិបាកទៅតាមហ្នឹងហើយយើងមកមានឧបករណ៍គ្រប់គ្រាន់តែពេលនៅលើឆាក PNN នេះទេសម្រាប់យើងផ្សេងយើងអត់អាចមានអី record ឬក៏យើងសមជាបាសជាអីឲ្យត្រឹមត្រូវបងវឹកហាត់តិចបងនិយាយទៅយើងដូចគោកធម្មតាហ្មងដាក់ទូរស័ព្ទមិនក៏មានភ្លេងបាន effect អីតិចតួចដែរការប្រឹងប្រែងក៏វាមានច្រើនបានហ្នឹងហើយការជួបរបស់ថ្មីក៏មានច្រើនអញ្ចឹងយើងរៀនបានច្រើនដែរប្លែកបងមកនេះវិញ្ញាសាប្លែកទាំងឆាកយើងឆាកស្អាតខ្លាំងហើយបានស្គាល់អ្នកថ្មីច្រើនហើយបងក្រុមការងារក៏គាត់សួរមកយើងយកចិត្តទុកដាក់មកយើងអារម្មណ៍មួយដូចមិនមកប្លង់នេះមកដូចមកអ្នកស្គាល់ដូចផ្ទះយើងអញ្ចឹងហ៎បងដូចមកលេងផ្ទះរត់តែអញ្ចឹងដែរ shout out to the team ផងដែរបាទហ្នឹងហើយដែល treat អ្នកប្រកួតរបស់យើងបានល្អមែនតើយើងខ្ញុំឃើញមានការសាមគ្គីភាពច្រើនយកទៅមុំតែឡើងមកដល់នេះវាមិនមែនជាការប្រឹងប្រែងរៀងខ្លួនហើយក៏វាជា team work មួយដែរបាទបានមកដល់នៅក្នុងចំណុចនេះ